ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់បាទថ្ងៃនេះនាំពុកម៉ែបងប្អូនទៅលេងភ្នំរាជទ្រព្យជាមួយខ្ញុំទាំងអស់គ្នាដូច្នេះយើងធ្វើដំណើរទៅទាំងអស់គ្នាពុកម៉ែបងប្អូនណាចាប់ផ្ដើមចេញដំណើរទៅលេងភ្នំរាជទ្រព្យដល់ខ្ញុំនេះដល់គ្រូខ្ញុំគាត់វ៉ាដល់ខ្ញុំដល់ហើយគេថាអាកន្លែងនេះគេលោកបាទហ៎ដាក់ទឹកជើងខ្ញុំលោកគេលោកតាដាក់ទឹកជើងខ្ញុំមកលេងទីគេធ្វើសួនហ្នឹងហើយមិនមែនតាគេដាក់ធ្វើសួនបើខ្ញុំទៅខ្ញុំព្រះនេះទៅដល់ទៅស្អាតជាងគេជើងឯងមកអត់ពេលល្ងាចបានសុបាយអូគេរហូតដល់យប់យប់ជ្រៅក៏ដល់ទៅគេបានយប់ជ្រៅដល់នេះទៅបាត់សន្និវត្តទៅមកដែរបាត់អីពីបរទេសមកលេងភ្នំរាជទ្រព្យយ៉ាងទីទៀតឡើងបាទហើយគាត់ទៅលោកតាឡើងលើភ្នំរាជទ្រព្យមួយខ្ញុំឡើងទៅលើភ្នំរាជទ្រព្យតោះពុកម៉ែបងប្អូនឥឡូវនេះពួកខ្ញុំចាប់ផ្ដើមឡើងទៅលើភ្នំរាជទ្រព្យហើយពុកម៉ែបងប្អូនណាឥឡូវនេះកំពុងដើរទៅតាមកម្មចនាពុកម៉ែបងប្អូនណាហើយឃើញថាបងប្អូនយើងគាត់មកលេងនៅទីនេះបាទទៅនៅកន្លែងរមណីយដ្ឋានភ្នំរាជទ្រព្យហ្នឹងគឺថាមកច្រើនពុកម៉ែបងប្អូនណាបាទហ្នឹងហើយដូច្នេះហើយកំពុងធ្វើដំណើរទីម្ដងបាទតាមកម្មចនាពីមួយកម្មទៅមួយកម្មពុកម៉ែបងប្អូនបាទនិយាយទៅថាថ្ងៃនេះគម្រោងអត់មានថាត្រូវមកលេងនៅភ្នំរាជទ្រព្យហ្នឹងទេបាទគឺថាយកម៉ូតូទៅដូរប្រេងម៉ាស៊ីនព្រោះថ្ងៃអាទិត្យពុកម៉ែបងប្អូនឲ្យសម្រាប់មួយថ្ងៃឲ្យស្រួលខ្លួនអញ្ចឹងណាបាទតែនៅផ្ទះដូចនៅអសនកសោះពុកម៉ែបងប្អូននៅឃើញថាម៉ូតូត្រូវដូរប្រេងម៉ាស៊ីនហ្នឹងក៏យកម៉ូតូមកដូរនៅប្រេងម៉ាស៊ីននៅផ្សារដល់ពេលមកដូររួចរាល់ហើយកូនខ្ញុំក៏ថាំងចង់ទៅលេងភ្នំបាទសាប់ដល់មកភ្នំខ្ញុំថាជូនគាត់នឹងធ្វើក្រោមនឹងទេលោកជួយតែអើយបាទហ្នឹងហើយមានណាកូនស្រីកូនប្រុសខ្ញុំគាត់ថាគាត់ចង់ឡើងទៅលើបាទហ្នឹងហើយឥឡូវមានអីចូលខ្លួនជាមួយកូនបាទដើម្បីបំពេញក្តីសុខផងកូនសុខចិត្តជូនកូនឡើងទៅដល់ខាងលើនឹងពុកម៉ែបងប្អូនហើយបាទហ្នឹងហើយឡើងដល់កម្មចដាយឥឡូវយើងទៅណាទៀតទៅលើទៀតមែនទៅលើទៀតទៅដល់គុំចាប់ទៅដល់ចាក់ដីហ្នឹងហើយមនុស្សច្រើនអត់ប្រាប់លោកលោកតាមើលមនុស្សច្រើនអត់បាទអញ្ចឹងតោះឡើងហ្នឹងបាទលោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់បាទឥឡូវនេះពួកខ្ញុំហើយកូនខ្ញុំនេះបានមកដល់ខាងលើហើយបាទឡើងមកចុកជើងដែរលោកយាយលោកតាអើយបាទហ្នឹងហើយឥឡូវនេះមកដល់ហើយឥឡូវកូនប្រុសកូនស្រីខ្ញុំកំពុងដាក់លុយចូលក្នុងហឹបពុតបូជាអញ្ចឹងណាពុកម៉ែបងប្អូនបាទចូលប៉ុនហ្នឹងហើយពុកម៉ែបងប្អូនអើយបាទហ្នឹងហើយនៅលើភ្នំរាជទ្រព្យបាទពុកម៉ែបងប្អូនបន្ទាប់ពីនៅខាងក្រោមបាទឥឡូវនេះនាំកូនឡើងទៅខាងលើដូច្នេះសូមពុកម៉ែបងប្អូនទៅឡើងខាងលើជាមួយខ្ញុំដើម្បីមើលទេសភាពពីខាងលើកំពូលភ្នំរាជទ្រព្យនឹងថាតើស្អាតប៉ុណ្ណាពុកម៉ែបងប្អូនណាឥឡូវនេះយើងមកដល់ខាងលើហើយពុកម៉ែបងប្អូននេះខ្យល់ឡើងត្រជាក់ជាមួយនឹងមេឃឡើងពណ៌ខៀវខ្ចីតែម្ដងពុកម៉ែបងប្អូននេះទេសភាពពីខាងលើភ្នំពុកម៉ែបងប្អូនបាទនិយាយពីស្អាតនោះស្អាតពុកម៉ែបងប្អូនហើយឡើងខាងលើនោះស្រឡះមុខស្រឡះមាត់មានអារម្មណ៍ថាស្រស់ស្រាយមែនទែនបាទនេះបាទមើលពីខាងលើទៅខាងក្រោមពុកម៉ែបងប្អូនណាខាងនោះវិញបងប្អូនយើងកំពុងតែពមៀញឹកឡើងមកខាងលើនឹងដូចខ្ញុំអញ្ចឹងពុកម៉ែបងប្អូនតាមកម្មចដាឡើងមកខាងលើណាបាទខ្ញុំមកថ្ងៃអាទិត្យគឺថាឃើញមានបងប្អូនមកលេងច្រើនពុកម៉ែបងប្អូននៅភ្នំរាជទ្រព្យបាទអាកាសធាតុវិញឡើងត្រជាក់ជាមួយនឹងខ្យល់ត្រជាក់នៅលើកំពូលភ្នំឡើយនេះពុកម៉ែបងប្អូនយើងកំពុងមកបន់ស្រន់នៅកន្លែងលោកយុយទេពដែលជាម្ចាស់ទឹកម្ចាស់ដីថែសានៅលើកំពូលភ្នំរាជទ្រព្យពុកម៉ែបងប្អូនណាបាទហើយសូម្បីតែលោកសង្ឃគាត់មកទេសនានៅលើកំពូលភ្នំនឹងដែរបាទហើយនេះកូនប្រុសកូនស្រីខ្ញុំបាទជម្រាបលាពុកម៉ែបងប្អូនណាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនមានការនិយាយទៅខុសឆ្គងអីសូមពុកម៉ែបងប្អូនកាន់តែអភ័យទោសអរគុណជម្រាបលាជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតអរគុណពុកម៉ែបងប្អូនជម្រាបលាទាំងអស់គ្នាបាយបាយ